นี่คือการងារលើកទី2ដែលយើងធ្វើជាមួយនឹង Spring ហើយថ្ងៃនេះធ្វើការជុំគ្នាសិតតែជាមួយនឹងស្រីស្អាតហ្មងតែការថតគឺយើងមានតួ4នាក់បូករួមទាំងខ្ញុំដូចគ្នាហើយខ្ញុំជាមួយនឹងបងថ្ងៃនេះគឺត្រូវថតជាលក្ខណៈហុកស្លឹកដើម្បីយកទៅដាក់ poster សាលាហើយថតហ្នឹងគឺយើងមានច្រើន scene ដែរហ្នឹងហើយយើងមានទាំងនៅខាងក្រោមទាំងកន្លែង counter កន្លែងលក់សភៅនិងខាងលើធ្វើការជាមួយនឹងពួកគាត់អត់មានអារម្មណ៍ថា boring ទេអ្នកទាំងអស់គ្នាមានអារម្មណ៍ថា fun enjoy ជាមួយនឹងពួកគាត់ជាពិសេសគឺថាមានអារម្មណ៍ comfort តែម្ដងតែកន្លែងនេះថតឡើងអៀនបងស្រីព្រោះពេលហ្នឹងគឺគាត់ឲ្យ eye contact គ្នាតទៅពេលយើងបញ្ចប់ការងារថតនៅខាងក្រោមហើយយើងឡើងមកលើម្ដងដើម្បីថតនៅខាងលើឡើងមកដល់លើពួកគាត់ក៏ឲ្យយើងសម្រាប់ plan សម្រួលអេរយាប័តមកកន្លែងហ្នឹងគឺយើងត្រូវថតម៉ាស៊ីនម្នាក់ឯងដោយសារតែយើងមានដោះដូរប្លង់គ្នាតែចែកដានអីគេឲ្យអង្គុយសម្រាប់តែខ្ញុំអង្គុយនិយាយគ្នាលេងខ្ញុំជាមួយនឹងបងទូផ្សេងៗគឺសុទ្ធតែជួបគ្នាជាលើកទី1ទាំងអស់អ្នកទាំងអស់គ្នាក៏ប៉ុន្តែពួកគាត់ friendly ខ្លាំងមែនតើអញ្ចឹងនៅពេលដែលយើងត្រូវចូលថតជុំគ្នាគឺយើងអត់មានអារម្មណ៍ថាអៀនគ្នាឬខ្មាស់គ្នាហើយពួកគាត់ស្អាតណាស់រយៈកន្លែងនេះគឺខ្ញុំត្រូវអង្គុយថតម្នាក់ឯងបែបលក្ខណៈអង្គុយរៀនមើលសភៅអានសភៅអីចឹងណាហើយបន្ទាប់ពីបញ្ចប់ការងារនៅនឹងហើយគឺខ្ញុំ move ទៅថតនៅក្នុងថ្នាក់ម្ដងហើយកន្លែងនេះគឺយើងថតលក្ខណៈបែបយើងអង្គុយរៀនស្ដាប់ teacher ស្ដាប់លោកชื่อបញ្យលអីអញ្ចឹងនៅក្នុងថ្នាក់រៀនហ្នឹងគឺយើងមានជាមួយនឹងថតប្លង់បែបបញ្យលគ្នាអីចឹងដែរហើយអ្នកនៅកណ្ដាលហ្នឹងគឺពិតជាអត់យល់មែនតើធ្វើការមួយពួកគាត់គឺសុបាយអ្នកទាំងអស់គ្នាមើលស្នាមនឹងខ្ញុំគឺសើចចេញពីចិត្តហ្មងហើយការងារខ្ញុំថ្ងៃនេះក៏បានចប់ដោយបរិបូរណ៍ចប់ដោយសុបាយរីករាយតែម្ដងហើយនេះសិតតែជាក្រុមការងារហើយជាមួយនឹងតួទាំងអស់គ្នាហើយសង្ឃឹមថាលើកក្រោយជួបគ្នាម្ដងទៀតបងគាត់ស្អាតហើយ friendly ទៀតហើយវីដេអូក៏បានចប់តាមប៉ុណ្្នឹងដែរបាយបាយអ្នកទាំងអស់គ្នា see you next video